បាទខ្ញុំសូមអរគុណដល់ការផ្ដល់កិត្តិយសរបស់អឺអ្នកសារព័ត៌មានដែលបានផ្ដល់ពេលវេលាដ៏សំខាន់មួយសម្រាប់ខ្ញុំបកស្រាយនៅសញ្ញានៃវឌ្ឍនភាពតាមបណ្ដោយបន្ទាត់ព្រំដែនរវាងកម្ពុជាហើយនិងថៃប្រសិនបើយើងក៏លេចមើលថយក្រោយទៅវិញនៃកិច្ចព្រមព្រៀងកាលពីថ្ងៃទី26ដែលមានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាសៀមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកប្រធានាធិបតី Donald Trump និងលោកនាយករដ្ឋមន្ត្រី Anwar Ibrahim បាទដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានផងនិងជាម្ចាស់ផ្ទះសម្របសម្រួលដល់កម្ពុជាសៀមឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពផងដែរហើយបើយើងគិតមកទល់នឹងបច្ចុប្បន្ននេះគឺជាង10ថ្ងៃទៅហើយបាទសឹងថាអាចនិយាយថាកន្លះខែអញ្ចឹងទេការគោរពនៅកិច្ចព្រមព្រៀងទាំងអស់នេះខ្ញុំជាអ្នកនយោបាយមួយរូបខ្ញុំបានសង្កេតឃើញអេរិយាបថរបស់កម្ពុជាយើងបានគោរពយ៉ាងខ្ជាប់ខ្ជួនហើយនឹងអនុវត្តទៅតាមកិច្ចព្រមព្រៀងទាំងអស់នោះទៀតផងការដកថយត្រឡប់មកគោលដៅវិញមានទាំងអាវុធធុនធ្ងន់និងយុទ្ធបកផ្សេងៗដែលការដកត្រឡប់មកវិញនេះគឺមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវរបស់អង្គក្រុមអ្នកសង្កេតការណ៍ IOT ផងដែរជាពិសេសទៅទៀតនោះសញ្ញាដ៏ល្អក្នុងការគោរពនៅកិច្ចព្រមព្រៀងនោះឈានរហូតទៅដល់ជនភៀសសឹករបស់កម្ពុជាបានវិលត្រឡប់ចូលទៅនៅតាមមូលដ្ឋានរបស់ខ្លួនវិញហើយក៏ឈានដល់ឲ្យមានការបើកនៅបវេសនការតាមសាលាដែលជាប់បន្ទាត់ព្រំដែនទៀតផងបាទកត្តាទាំងអស់នេះវាជាកត្តាមួយដែលបង្ហាញឲ្យឃើញថាកម្ពុជាមិនត្រូវការសង្គ្រាមកម្ពុជាត្រូវការសន្តិភាពត្រូវការកិច្ចចរចាសន្តិវិធីខ្ញុំនិយាយបែបនេះមិនមែនកម្ពុជាខ្លាចដល់ការធ្វើសង្គ្រាមនោះទេបើខ្ញុំចាំមិនភ្លេចទេកម្ពុជាឆ្លងកាត់សង្គ្រាមច្រើនទសវត្សរ៍មកហើយកម្ពុជារងនៅការឈឺចាប់ច្រើនទសវត្សរ៍រហូតមកដល់បច្ចុប្បន្ននេះកម្ពុជាទទួលបានសុខសន្តិភាពពេញលេញដូច្នេះកម្ពុជាមិនត្រូវការចាប់យកប្រទេសជិតខាងមកជាសត្រូវនោះទេក៏ប៉ុន្តែបើមានប្រទេសណាឈ្លានពានមកលើកម្ពុជាដូច្នេះប្រទេសកម្ពុជាត្រូវតែការពារនៅដែនអធិបតេយ្យភាពរបស់ខ្លួនมันអាចបណ្ដោយឲ្យអ្នកឯងមកឈ្លានពានហើយជន់ឈ្លីបានជាដាច់ខាតប្រសិនបើយើងក៏លេចត្រឡប់មកបច្ចុប្បន្នភាពនេះវិញប្រទេសកម្ពុជាបានគោរពនៅកិច្ចព្រមព្រៀងឲ្យមានសន្តិភាពក៏ប៉ុន្តែការរៀបចំឲ្យមានសន្តិភាពនេះឡើងលុះត្រាតែមានការឯកភាពទាំងសងខាងការដកអាវុធធុនធ្ងន់ការដកយុទ្ធបកផ្សេងដើម្បីឲ្យមានការដោះលែងឆ្លើយសឹកទាំង18រូបរបស់កម្ពុជាត្រឡប់មកជួបក្រុមគ្រួសារវិញមិនមែនតែចុះហត្ថលេខាឲ្យមានសន្តិភាពត្រឹមតែការបត់ឈប់បាញ់តាមបន្ទាត់ព្រំដែននោះទេអញ្ចឹងប្រទេសថៃខ្លួនឯងក៏ត្រូវដឹងដែរថាបានធ្វើអ្វីខ្លះមកលើកម្ពុជាហើយបានយកឆ្លើយសឹករបស់កម្ពុជាប្រមាណរូបទៅឃុំឃាំងនៅក្នុងប្រទេសរបស់ខ្លួនវាអត់មានអីចំណេញទេមកដល់ចំណុចត្រង់នេះវាអត់មានអីចំណេញទេភាពច្បាស់លាស់របស់កម្ពុជាបានរក្សាទុកនៅក្នុងប្រទេសបារាំងព្រំដែនផែនទីទាំងអស់គឺនៅក្នុងប្រទេសបារាំងអញ្ចឹងកម្ពុជាធ្វើកិច្ចការងាររួមជាមួយប្រទេសថៃនេះគឺផ្អែកទៅលើផែនទី
តែបានតម្កល់ទុកនៅប្រទេសបារាំងសូមកុំយកកម្ពុជាធ្វើជាប្រទេសមួយដែលអ្នកអាចឈ្លានពានអ្នកអាចធ្វើអ្វីបានតាមអំពើចិត្តឲ្យសោះហើយសូមឲ្យមេដឹកនាំរបស់ប្រទេសថៃគោរពទៅលើកិច្ចព្រមព្រៀងទាំងអស់នោះឲ្យបានខ្ជាប់ខ្ជួនកិច្ចសន្យាដោះលែងឆ្លើយសឹកទាំង18រូបសូមគោរពទៅតាមនឹងផងសូមកុំយកសាច់រឿងផ្សេងមកបំពុលហើយកុំធ្វើទៅតាមក្រមជ្រុលនិយមនៅក្នុងប្រទេសរបស់អ្នកតទៅទៀតអីក្រមជ្រុលនិយមទាំងអស់នោះគឺជាអ្នកបំផ្លាញសុខសន្តិភាពនៅប្រទេសថៃនិងកម្ពុជាមិនមែនគាត់ចង់ឲ្យមានសុខសន្តិភាពទេគាត់ចេះតែបង្កើតរឿងរហូតក្រមអ្នកវិភាគដែលគ្មានគោលការណ៍មូលដ្ឋានច្បាស់លាស់ក្រមអ្នកជ្រុលនិយមធ្វើបាតកម្មទៀមទាចង់បានប្រាសាទនេះប្រាសាទនោះតាមតែអំពើចិត្តដោយមិនមើលទៅលើផែនទីរបស់ខ្លួនទេអ្នកខូចមិនចង់ខាតទេតែដែលអ្នកស្អាតស្អំដោយកម្ពុជានេះគឺត្រូវការសុខសន្តិភាពនេះជាទស្សនៈរបស់ខ្ញុំដោយខ្ញុំយល់ឃើញថាការគោរពឲ្យមានសន្តិភាពកើតឡើងនេះមិនមែនកម្ពុជាទុនខ្សោយហើយចុះចាញ់ប្រទេសរបស់ថៃនោះទេគឺកម្ពុជាមិនត្រូវការសង្គ្រាមព្រោះសង្គ្រាមអត់មានអីចំណេញសង្គ្រាមមានតែសោកនាដកម្មនិងវិនាសកម្មតែប៉ុណ្ណោះតើប្រទេសថៃចង់បានបែបហ្នឹងដើម្បីជ័យជំនះរបស់ខ្លួនមែនទេចម្លើយឆ្លើយពីកម្ពុជាទៅវិញគឺកម្ពុជាមិនត្រូវការសង្គ្រាមតែមិនខ្លាចអ្នកទេបាទត្រូវការដោះស្រាយតាមរយៈកិច្ចចរចានិងទំនាក់ទំនងការទូតល្អដូច្នេះយើងគួរតែពិចារណានៅត្រង់ចំណុចនេះឡើងវិញហើយខ្ញុំសូមបញ្ជាក់ជូនដល់សាធារណជនឲ្យបានជ្រាបថាមកទល់នឹងពេលបច្ចុប្បន្ននេះភាពសុខសាន្តសន្តិសុខនៅតាមដោយបន្ទាត់ព្រំដែនកម្ពុជាសៀមគឺមានស្ថិរភាពល្អមានការទៅធ្វើបន់ហែកឋិនជាធម្មតានៅតាមទីវត្តអារាមជាប់បន្ទាត់ព្រំដែនដូច្នេះវាជាសញ្ញាមួយដែលបង្ហាញឲ្យឃើញថាពន្លឺនៃសន្តិភាពនៃកិច្ចព្រមព្រៀងថ្ងៃទី26បានបន្តរីកចម្រើនទៅមុខមិនមានការថយក្រោយនោះទេ